កិច្ចប្រជុំសាមញ្ញលើកទី12ឆ្នាំទី1អាណត្តិទី4របស់ក្រុមប្រឹក្សាស្រុកកំពង់រោខេត្តស្វាយរៀងស្វាយរៀងនាព្រឹកថ្ងៃច័ន្ទ8រោចខែពិសាខឆ្នាំម្សាញ់សប្បុស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី19ខែឧសភាឆ្នាំ2025រដ្ឋបាលស្រុកកំពង់រោបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី12របស់ក្រុមប្រឹក្សាស្រុកកំពង់រោអាណត្តិទី4ក្រោមអធិបតីភាពលោកសុកសំអល់ប្រធានក្រុមប្រឹក្សាស្រុកសមាជិកចូលរួមជាសមាជិកសមាជិការួមមានលោកសុចពិសីអភិបាលនៃគណៈអភិបាលស្រុកលោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាស្រុកលោកស្រីអភិបាលរងនៃគណៈអភិបាលស្រុកលោកនាយករដ្ឋបាលសាលាស្រុកលោកស្រីនាយករងរដ្ឋបាលសាលាស្រុកលោកប្រធានការិយាល័យប្រជាពលរដ្ឋលោកស្រីប្រធានការិយាល័យអង្គភាពទាំង13នៃរដ្ឋបាលស្រុកព្រមទាំងបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំនេះរួមមានអាយដាមប៊ុនសាវ៉ាន់និងអាយដាមគង់ដាវីតសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងកិច្ចប្រជុំនេះអនុវត្តលើរបៀបវារៈដូចខាងក្រោម 1. ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបៀបវារៈ 2. ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី11ឆ្នាំទី1អាណត្តិទី4របស់ក្រុមប្រឹក្សាស្រុក 3. ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភានិងទិសដៅការងារអនុវត្តបន្តខែមិថុនាឆ្នាំ2025របស់រដ្ឋបាលស្រុក 4. ស្ដាប់របាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋស្រុកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាស្រុកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនិងគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាស្រុក 5. ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលភារកិច្ចជូនប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុកចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ 6. ពិភាក្សាផ្ដល់យោបល់ពិនិត្យនិងសម្រេចលើសេចក្តីព្រាងឯកសារនានាសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកអាណត្តិទី4ឆ្នាំ2025 7. បញ្ហាផ្សេងៗជូនដំណឹងកិច្ចប្រជុំខែបន្ទាប់